អូខេតោះយើងមកមើលពីរបៀបបដូររូបផ្ទៃ background បែបនេះណាទៅជារូបដែលមានផ្ទៃ background ជាលក្ខណៈថា blur បែបនេះអញ្ចឹងយើងប្រើប្រាស់ tool មួយចំនួនដូចជាយើងចូល select យក subject ប្រើ control អក្សរ J ដើម្បីដោះ select ប្រើ right click ដើម្បី duplicate ប្រើ modify extend selection ប្រើ edit your fill ប្រើ blur gallery យក child shift អូខេតោះអញ្ចឹងយើងចាប់ផ្ដើមអនុវត្តទាំងអស់គ្នានៅក្នុង Photoshop អញ្ចឹងដំបូងយើងអូសរូបចូលមកក្នុង Photoshop សិនមកហើយយើងយក select យក object duplicate layer មួយចុច Ctrl អក្សរ J បង្កើត layer ថ្មីមួយមកចុច right click យក selection modify យក extend ដាក់ file មកដាក់លេខ5ចូល edit យកពាក្យថា fill យក concurrent ចុច OK ចូល select យក extend ចូលទៅកាន់ filter យក blur gallery យក child shift ចឹងនេះយើងអូសតាមហ្នឹងមកណាចង់ blur ដល់ណាយើងអូសដល់ហ្នឹងមកនេះសេរីវាតិចមក blur ខ្លាំងអូសខ្លាំងទាញឲ្យធំតិចមកនេះហើយចឹងយើងប្រៀបធៀបជាមួយនឹងរូបចាស់ហើយនឹងរូបដែលយើងបាន blur រួចឃើញថារូប blur នេះមើលទៅស្អាតតែម្ដងបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងអរគុណច្រើនបាយបាយកុំភ្លេចអនុវត្តទាំងអស់គ្នានៅក្នុងកម្មវិធី Photoshop បាយបាយ